ពួកថ្មឈាមដែលមិនគួរស្លាប់ឲ្យពួកឯងចាំមើលទៅកងទ័ពបិសាចរបស់យើងនឹងត្រឡប់មកវិញនៅពេលនោះបងប្រុសកន្លងមកប្អូនស្រីរបស់បងពិតជានេះប្រកាសជាកាត់ការពីជីវិតដែលមេនិកាយរបស់អ្នកបានដាវនេះឲ្យអ្នកដាវនេះមិនអន់ទេប្អូនស្រីបានសម្លាប់ស្ដេចបិសាចហើយនេះជាដាវមួយដើមគួរឲ្យស្អប់បើមិនមែនដោយសារស្ដេចបិសាចនោះត្រូវបានបំផ្លាញខ្ទេចខ្ទីទេខ្ញុំនឹងដាវឈិងលៀនជាដាវរបស់ទេពដាវក្នុងសម័យបុរាណកាលនោះអ្នកដាវទូទាំងតំបន់កណ្ដាលបានស្វែងរកយ៉ាងឆ្កួតលីលាតែរកនោះហេតុអ្វីបានជាវាធ្លាក់ទៅដល់នេះអរគុណប្អូនស្រីអ្នកយ៉ាងម៉េចហើយបងប្រុសខ្ញុំហេតុអ្វីបានជាមានអារម្មណ៍ថាគ្មានកម្លាំងសោះក្នុងខ្លួនចុះស្ដេចបិសាចត្រូវបានដោះស្រាយរួចហើយបន្ទាប់មកក្នុងមួយថ្ងៃទៀតសិស្សនិកាយនីមួយបានបន្តស្វែងរកក្នុងអាណាចក្រអាថ៌កំបាំងតែមរតករបស់ពួកបរិសុទ្ធមិនដែលលេចចេញមកទេរហូតដល់ពេលដែលអាណាចក្រអាថ៌កំបាំងត្រូវបានបិទទៅបងប្រុសជ្រកចេញពីអាណាចក្រអាថ៌កំបាំងបានបើកអាហោះយ៉ាងម៉េចហើយមានមរតករបស់ពួកបរិសុទ្ធលេចចេញទេលោកចាស់យើងបានជួបបិសាចជាច្រើននៅខាងក្នុងស្ទើរតែស្លាប់ទាំងអស់គ្នានៅទីនោះគឺដោយសារព្រះចៅអធិរាជបរិសុទ្ធនិងនារីទេពដ៏ខ្លាំងពាក់រោគបងប្រុសលាហើយបើមានឱកាសមកផឹកតែនៅដែនដីបរិសុទ្ធលាហើយបងវាងលោកគ្រូព្រះបេតាយូអឺអញអត់អីទេបងធំឯងថាមានបិសាចនៅខាងក្នុងឯងមិនបានជួបវាទេមែនទេហើយក៏សូមអរគុណលោកម្ចាស់ទាំងពីរដែលបានការពារសិស្សប្អូនស្រីនោះស្ទើរតែចាក់មេឃឲ្យធ្លុះទៅហើយមិនក៏ដល់វេកបានហើយដោយសារតែគ្មានអ្វីកើតឡើងនៅទីនេះដូច្នេះយើងត្រឡប់ទៅនិកាយវិញទៅលាហើយលោកគ្រូលើកនេះពួកយើងទទួលផលបានច្រើនណាស់មិនត្រឹមតែបានស្មៅទេពមួយដើមនៅក្នុងអាណាចក្រទាំងបានជួបអ្នកបដិបត្តិធម៌ក្រៅលោកម្នាក់ដែលមានកម្រិតដាំស្មៅទេពនិកាយខេងយន្តឥឡូវនេះមានអ្វីគ្រប់យ៉ាងហើយគ្រាន់តែខ្វះអ្នកផ្សំស្នាម្នាក់មើលទៅត្រូវតែឲ្យលោកតាទៅអញ្ជើញមហាគ្រូផ្សំស្នាម្នាក់មកហើយបាទលោកគ្រូស្ដេចបិសាចនោះបានស្រែកមុនពេលស្លាប់ថាកងទ័ពត្រកូលបិសាចនឹងវិលត្រឡប់មកវិញត្រកូលបិសាចមិនយូរមិនឆាប់ខ្ញុំនឹងដកស្គលពួកវាចោលពេលដែលកំបិតនិងត្រីនៅលើក្តារបដូរទីតាំងត្រកូលបិសាចនឹងដឹងពីភាពភ័យរន្ធត់នៃនិកាយខេងយន្តលោកម្ចាស់និកាយពីថ្ងៃនេះកម្លាំងគ្រប់ភាគីបានបញ្ជូនធនធានមកឥតឈប់ឈរសាលាផ្ទុកសម្ភារៈបានពង្រីកបាន20កន្លែងហើយការសាងសង់ទីក្រុងខេងយន្តក៏បានចាប់ផ្ដើមមានរូបរាងហើយមានក្រុមឆ្មាំការពាររបស់ខ្ញុំនៅទីនេះនិកាយនិងទីក្រុងខេងយន្តកំពុងសាងសង់ជាធម្មតាគ្មាននរណាហ៊ានទីក្រុងខេងយន្តជាមុខមាត់របស់និកាយយើងត្រូវតែល្អឥតខ្ចោះបាទលោកម្ចាស់និកាយពួកឯងត្រៀមខ្លួនទៅជ្រើសរើសថ្ងៃបើកភ្នំទទួលសិស្សទៅចុះទៅបងប្រុសទាំងពីរប៉ុមដ៏អស្ចារ្យនេះសម្រាប់ធ្វើអ្វីអូនេះជាប៉ុមយក្សរបស់និកាយឈីងយុនរបស់យើងបាទវាជាប៉ុមយក្សព្រះរបស់និកាយឈីងយុនពិតជាមិនអាចស្មានដល់បានអរគុណអ្នកចាស់ក្នុងចិញ្ចៀនដែលបានរំលឹកទាន់ពេលតែដីបរិសុទ្ធពិតជាមិនអាចប្រៀបផ្ទឹមនឹងនិកាយឈីងយុនបានទេគឺខ្ញុំនឹងមើលដោយសារតែជាសិស្សរបស់មេនិកាយបើហ៊ានប្រមាថទៀតនឹងត្រូវសម្លាប់វិញ្ញាណដ៏ទេវភាពនៃអាណាចក្រអធិរាជដ៏អស្ចារ្យត្រូវបានកំទេចភ្លាមនេះមិនអាចទៅរួចទេតើមានអត្ថភាពដ៏គួរឲ្យខ្លាចបែបណាដែលលាក់ខ្លួននៅក្នុងនិកាយអ្នកចាស់តើអ្នកកើតអីលោកតាយេនេះជាថ្នាំគ្រាប់ដែលយើងរកបាននៅក្នុងអាណាចក្រអាថ៌កំបាំងទាំងអស់ត្រូវប្រគល់ជូននិកាយពួកឯងមានចិត្តល្អណាស់ខ្ញុំមិនដែលឃើញថ្នាំពិសិដ្ឋច្រើនបែបនេះទេក្នុងមួយជីវិតតែសិទ្ធចម្លែកតូចទាំងនេះទៅវឹកហាត់គឺទៅទិញទំនិញពួកឯងបានឆ្លងកាត់ភាពសាហាវឃោរឃៅនៃអាណាចក្រអាថ៌កំបាំងបុរាណចាប់ពីថ្ងៃនេះទៅពួកឯងគឺជាសិស្សផ្ទាល់របស់និកាយនេះគីនម៉ូបំសូមអរគុណឈីងយូបើកថ្មទេពខ្ញុំមានគម្ពីរគុណមួយសម្រាប់បង្រៀនអ្នកចាត់ទុកជាកាដូស្វាគមន៍ចូលនិកាយចាស់លោកគ្រូគម្ពីរហ្វុងហ៊ុងនេះពិតជាស័ក្តិសមនឹងរូបកាយហ្វុងហ៊ុងរបស់ខ្ញុំណាស់អរគុណលោកគ្រូសម្រាប់អំណោយដ៏ថ្លៃថ្លានេះឈីងយូនឹងមិនធ្វើឲ្យលោកគ្រូនិងនិកាយខកបំណងឡើយប្រសិនបើខ្ញុំបំពេញខ្ញុំនឹងត្រូវរន្ទះបាញ់មិនបាច់ទេឆៃហៅលេនបេពួកឯងចុះទៅវឹកហាត់សិនទៅសិស្សសុំលាឈីងយូទុកចិញ្ចៀននៅលើដៃអ្នកចុះ
ខ្ញុំមានរឿងចង់និយាយជាមួយវាយ៉ាងម៉េចមុននេះពេលលួចមើលនិកាយខ្ញុំមិនមែនជាមនុស្សអំនួតទេឥឡូវមិនហ៊ានចេញមកទេចេញមកខ្ញុំត្រូវអញ្ជើញអ្នកទៀតឬអ្នកចង់បានអ្វី ខ្ញុំឲ្យឱកាសអ្នកផ្លាស់ប្ដូរវាសនាម្ដងធ្វើការឲ្យនិកាយឈីងយុនរបស់ខ្ញុំ10ឆ្នាំដោយឥតគិតថ្លៃហើយរង្វាន់គឺខ្ញុំនឹងបង្កើតរូបកាយថ្មី10ឆ្នាំដូរនឹងរូបកាយថ្មីល្អខ្ញុំយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាដ៏អស្ចារ្យនេះប្រសិនបើអ្នកបំពេញអ្នកនឹងត្រូវរន្ទះបាញ់ខ្ទេចខ្ទេចប្រព័ន្ធយកចេញតុកតាផ្កាឈូកសម្រាប់បង្កើតរូបកាយធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបង្កើតសាច់និងឆ្អឹងអរគុណដល់ការបង្កើតរបស់មេឃអរគុណលោកម្ចាស់និកាយចុះទៅចាប់ពីពេលនេះទៅអ្នកគឺជាមេដឹកនាំជាន់ខ្ពស់នៃនិកាយឈីងយុនរបស់ខ្ញុំជ្រើសរើសថ្ងៃល្អដើម្បីបើកភ្នំទទួលសិស្សចា៎ប្រព័ន្ធក៏ហៅកាត់ទាំងអស់ចេញទៅវីប្រហារនេះជាកម្លាំងអ្វីកម្ពុជាឋានៈសក្ការៈ2និងពាក់កណ្ដាលសក្ការៈ1នេះមិនអាចទៅរួចអូនស្រីកំភៃនោះគឺជាមេដឹកនាំជាន់ខ្ពស់នៃនិកាយឈីងយុនរបស់យើងចូលមកទាំងអស់គ្នាប្រព័ន្ធឲ្យបេសកកម្មនេះមកដល់ទាន់ពេលវេលាណាស់ក្នុងនាមជានិកាយលេខ1នៅគ្រប់ឋានសុគរនីពេលអនាគតវាដល់ពេលដែលត្រូវធ្វើអ្វីមួយហើយគ្រប់គ្នាឲ្យឱកាសបានមកដល់ហើយឥឡូវនេះនិកាយឈីងយុនរបស់យើងបានត្រៀមខ្លួនរួចរាល់គ្មាននរណាម្នាក់នៅក្នុងតំបន់បូព្រាទាំងមូលអាចប្រៀបនិកាយនេះបានសម្រេចចិត្តថា3ថ្ងៃក្រោយមកនឹងបើកភ្នំដើម្បីទទួលសិស្សនិកាយឈីងយុននឹងចូលពិភពលោកជាផ្លូវការយើងនឹងមិននៅតែមួយកន្លែងឡើយការចូលពិភពលោកលើកនេះគឺដើម្បីគ្រប់គ្រងតំបន់យើងខ្ញុំគោរពតាមបញ្ជារបស់លោកម្ចាស់និកាយឈីងយុនរបស់យើងនឹងឡើងទៅលើមេឃជាមិនខានស្លាប់ទៅដល់កម្ពុជានៃយន់អឹងហើយលីនយ៉ាវរងចាំឲ្យខ្ញុំស្ដារការបណ្ដុះបណ្ដាលរបស់ខ្ញុំឡើងវិញខ្ញុំនឹងបង្ហាញអ្នកឲ្យស្គាល់រូបនិកាយលីងជើទទួលសិស្សនិកាយឈីងយុនគឺជាក្តារលោតដ៏ស័ក្តិសមបំផុតសម្រាប់ខ្ញុំនៅពេលនេះនិកាយឈីងយុនខ្ញុំមកហើយយានយ៉ានយ៉ាងសេងធីជាប់ចំណាត់ថ្នាក់លេខ9មានតែភ្លើងចម្លែកទេទើបអាចដាស់វាបានថ្ងៃនេះគ្រូនឹងជួយកូនដាស់វាក្រោកឡើងហេខ្ញុំអាចទ្រាំបានហេអរគុណច្រើនដែលបានដាស់រូបកាយពិសិដ្ឋយានមេដឹកនាំតំបន់លីងជើនិកាយឈីងយុនបានទទួលសិស្សហើយកូនប្រញាប់ទៅកូននៅតែខ្សោយនៅពេលនេះការចូលរួមជាមួយពួកគេទៅកាន់តំបន់កណ្ដាលនឹងផ្ដល់ការការពារបន្ថែមដល់កូនហេសិស្សនឹងមិនធ្វើឲ្យគ្រូខុសបំណង
សន្ទុះបានបង្កើតឡើងគ្រប់គ្រាន់ហើយសំបីតែឆ្មាំទ្វារក៏ខ្លាំងម្ល៉េះខ្ញុំនឹងប្រាប់អ្នកនៅអាថ៌កំបាំងមួយមេនិកាយអាថ៌កំបាំងនៃនិកាយជាន់ខ្ពស់គឺជាអធិរាជដ៏អស្ចារ្យមួយលោកគ្រូទើបតែបានចេញបញ្ជាថា3ថ្ងៃទៀតនឹងបើកទទួលសិស្សគ្រូសាលេនរបស់ខ្ញុំបានធ្វើគុណសម្បត្តិទទួលបានរង្វាន់ពីលោកគ្រូជាបច្ចេកទេសអមតៈក្នុងប៉ុន្មានថ្ងៃនេះអ្នកទាំងអស់គ្នាបានហ្វឹកហាត់បច្ចេកទេសអមតៈហើយកម្រិតដាំដុះបានកើនឡើងខ្ញុំខ្លាចជាអធិរាជតាំងពីពេលណាក្មេងនេះសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលបានមកពីចម្ងាយឆ្ងាយខ្ញុំគឺឆៃហៅជាសិស្សផ្ទាល់របស់លោកគ្រូខ្ញុំសង្ឃឹមថានឹងហេបន្ទាប់មកលោកយីបេជាព្រឹទ្ធាចារ្យនឹងអាននីតិវិធីវិតម្លៃដំណាក់កាលទី1ដំណាក់កាលទី1គឺចិន្តាឋានសុគណីភាពអ្នកណាដែលឡើងចិន្តានេះបានគឺចាត់ទុកថាបានចិន្តានេះមានរូបរាងខុសគ្នាសម្រាប់មនុស្សរាប់ពាន់នាក់រាល់10ជំហានគឺជាភាពស្រមើស្រមៃមួយមិនមែនមើលលើកម្រិតដាំដុះទេគឺមើលតែចិត្តគំនិតនិងការតស៊ូទោះបីជាការទី1ចាប់ផ្ដើមជួយផងភ្លើងមិនក៏មានភ្លើងច្រើនម្ល៉េះកុំអីកុំសម្លាប់ខ្ញុំតាមពិតខ្ញុំគឺជាភ្នាក់ងារសម្ងាត់កាន់ជាខេងដែលលោកបានបញ្ជូនមកខ្ញុំខុសហើយសរុបមកខ្ញុំមិនគួរលាតត្រដាងរឿងដែលអ្នកចេះចង់ស្រីគ្រប់ទីកន្លែងនោះទុកខ្ញុំទៅគ្រាន់តែខ្ញុំគួរតែបង្ហាញកម្លាំងពិតរបស់ខ្ញុំយានពេលជួបរឿងមិនដាច់ស្រេចអាចសួរចិត្តខ្លួនឯងបានចិត្តខ្ញុំគឺហើយគោលបំណងរបស់ខ្ញុំថ្ងៃនេះគឺដើម្បីប្រើពួកគេជាជាងទំមត្រូវតែបង្ហាញពីទម្ងន់គ្រប់គ្រាន់ខ្ញុំនឹងបោះសម្អាតផ្លូវល្អណាស់ចិត្តដែលមិនអាចចាញ់បានចេញពីទីក្រុងបំបីវាហេមើលមនុស្សនោះលឿនគាត់កំពុងរត់យ៉ាងលឿននៅលើចិន្តាឋានសុខពិតជាមិនគួរឲ្យជឿសោះក្មេងនេះពិតជាមានកម្លាំងចិត្តខ្លាំងណាស់ប៉ុន្តែរឿងប្រជែងយកលេខ1បែបនេះអធិរាជនេះបានលេងធុញទ្រាន់តាំងពី10000ឆ្នាំមុនមកម្ល៉េះល្អណាស់ដែលអាចឡើងមកបានក្នុងរយៈពេលដ៏ខ្លីបែបនេះចិត្តគំនិតនិងការតស៊ូគឺសុទ្ធតែល្អខ្ញុំឈ្មោះយេប៉ៃជំរាបសួរលោកចាស់ទុំខ្ញុំឈ្មោះនីងរងចាំបន្តិចមួយសន្ទុះទៀតនឹងធ្វើការសាកល្បងវគ្គទី2ជំហានរបស់មនុស្សនេះស្ងប់ស្ងាត់គួរឲ្យខ្លាចគាត់ពិតជាចេតនាដើរយឺតបែបនេះចំនួនមនុស្សគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាអាចឈរនៅ